រំជួយដីដែលមានកម្រិត 2.4 វិកទ័របានវាប្រហារលើកោះសាមួយក្នុងខេត្តសារ៉ាត់ថានីនាព្រឹកថ្ងៃប្រហ័សទី 13 ខែវិច្ឆិកានេះបណ្ដាលឲ្យមានការរំជួយតិចតួចនិងសូរសំឡេងខ្លាំងដែលធ្វើឲ្យប្រជាជនភ្ញាក់ផ្អើលប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតឬរបួសណាមួយឡើយនេះបើយោងតាមការចុះផ្សាយរបស់ The Nation យោងតាមនាយកដ្ឋានតាមដានរំជួយដីនៃក្រសួងអូតូនិយមការរំជួយនេះបានកើតឡើងនៅវេលាម៉ោង 12:47 នាទីព្រឹកដែលមានជម្រៅ 4 គីឡូម៉ែត្រចំណុចកណ្ដាលនៃរំជួយដីស្ថិតនៅក្បែរឃុំបូផុតដែលប្រជាពលរដ្ឋបានរាយការណ៍ថាមានរំញ័រខ្លាំងបំផុតអាជ្ញាធរបាននិយាយថារំញ័រនេះមិនខ្លាំងគ្រប់គ្រាន់ដើម្បីបង្កការខូចខាតដល់សំណង់អគារឡើយហើយក៏តាមដាននឹងបន្តសម្រាប់ការរំជួយតូចៗបន្តដែលអាចកើតឡើងកោះសាមួយដែលជាគោលដៅទេសចរដ៏ពេញនិយមបំផុតមួយរបស់ប្រទេសថៃកម្រជួបប្រទេសសកម្មភាពរំជួយដីគួរឲ្យកត់សម្គាល់ណាស់ទោះបីជារំញ័រខ្នាតតូចត្រូវបានកំណត់ត្រានៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ